អញ្ញាធរនឹងជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគោចាស់នៅថ្ងៃទី18ខែមករាខាងមុខនេះនៅថ្ងៃទី18ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោចាស់ក្នុងខណ្ឌទួលគោកខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមមណ្ឌលមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវតទៅទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករាលោកខួងស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោមានចំនួនជាង700អាជីវកម្មហើយចាប់ពីថ្ងៃទី18ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមមណ្ឌលមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលដែលសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីភ្នំពេញមិនអនុវត្តវិធានការបែបនេះលោកខួងស្រេងបានបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយតើបយើងឲ្យពួកគាត់ចាក់ចេញពីលើទ្រូងផ្លូវនៅចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ប្ដូរទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវនៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផងគួរបញ្ជាក់ឲ្យដឹងផងដែរថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវដោយចិញ្ចើមផ្លូវនៃមហាវិថីម៉ៅសេតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោនឹងត្រូវផ្លាស់ប្ដូរទៅទីតាំងដើមគោថ្មីស្ថិតនៅតាមមណ្ឌលមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមគោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ